ខ្ញុំរាល់ថ្ងៃគឺជាម៉ាក់ខ្ញុំនេះហើយគាត់ដើរតួនាទីជាម្ដាយផងជាឪពុកផងមើលថែចិញ្ចឹមកូន2នាក់នេះឲ្យធំធាត់បានល្អមកដល់សប្តាហ៍ថ្ងៃក៏ដោយខ្លួនឯងម៉ាក់ខ្ញុំជានារីសាមញ្ញម្នាក់ទេប៉ុន្តែក្នុងភ្នែកខ្ញុំនិងនីគីគាត់គឺជាម្ដាយដ៏អស្ចារ្យបំផុតទំនុកបំរុងកូនគ្រប់សពបែបយ៉ាងហើយកន្លែងណាដែលកូនខ្វះខាតគាត់នេះហើយជា missing piece មកបំពេញឲ្យកូនវិញពួកខ្ញុំចាំមើលមានថ្ងៃណាដែលគាត់អាចនឹងល្អូថាហត់ដោយសារតែពួកខ្ញុំអត់តែអត់ទេមានរឿងមួយប្រហែលជាបងប្អូនអត់ធ្លាប់ដឹងពីខ្ញុំទេមុនចាប់ផ្ដើមមាននុតនិងនីគីដែលបងប្អូនស្គាល់រាល់ថ្ងៃនេះពីមុន content ដែលខ្ញុំធ្វើក្នុង YouTube ហើយមិនដែលបោះបង់គឺធ្វើវីដេអូបង្ហាញពីជីវិតរស់នៅតាមជនបទបែបនេះហើយអ្នកដែលដើរតួនៅក្នុងនោះគឺជាម្ដាយរបស់ខ្ញុំដើម្បីតែខំរកចំណូលបន្ថែមគាត់លះបង់ទាំងសម្រស់ដាក់ទាំងចិត្តទាំងកាយថតហាលថ្ងៃផងហាលភ្លៀងផងរហូតដល់មុខគាត់คล้ายទៅជាបែបនេះគ្រប់យ៉ាងគឺដើម្បីកូនទាំងអស់ហើយឥឡូវគឺដល់ពេលដែលខ្ញុំត្រូវតបស្នងនៅអ្វីដែលគាត់សមនឹងទទួលបានវិញកាលពីប្រហែលខែមុនខ្ញុំអត់មានភាពក្លាហានមកទទួលសេវាកម្ម treatment ក្លៀកម្នាក់ឯងទេហើយកាលនោះម៉ាក់ខ្ញុំជាអ្នកជូនខ្ញុំមកឲ្យខ្ញុំបានជួបពិភាក្សា consult ជាមួយអ្នកគ្រូរហូតមកដល់បច្ចុប្បន្នគឺក្លៀកខ្ញុំប្រសើរជាងមុនឆ្ងាយថ្ងៃនេះដល់វេនខ្ញុំម្ដងជូនម៉ាក់មក consult ពិភាក្សាជាមួយអ្នកគ្រូទៅលើបញ្ហាស្បែកមុខដែលម៉ាក់ខ្ញុំកំពុងតែមានហើយបន្ទាប់ពី consult រួចទើបដឹងថាបញ្ហាដែលម៉ាក់ខ្ញុំជួបគឺបណ្ដាលមកពីការស្វែងយល់ខុសទៅលើ skin care ដែលមានសារធាតុ steroid ហើយក៏បូកផ្សំនឹងកត្តាទូចៗផ្សេងៗទៀតដែលគាត់មិនធ្លាប់បានដឹងពីមុនសូម្បីតែខ្ញុំក៏ខ្ញុំអត់ដែលដឹងដូចគ្នាអញ្ចឹង treatment ដែលម៉ាក់ខ្ញុំនឹងធ្វើគឺមានឈ្មោះថា Alice Skin Reveal Melasma ម៉ាក់ខ្ញុំហើយជាមនុស្សដែលមិនងាយជឿហើយក៏មិនងាយនឹងហ៊ានសាក់លបងអ្វីផ្ដេសផ្ដាសដែរហើយបើថារឿងធ្វើសេវាកម្មនៅលើមុខគាត់អញ្ចេះទៀតទោះបីជាប្រាប់គាត់ថាម៉ាក់ក្រោយពេលធ្វើហើយម៉ាក់នឹងស្អាតក៏គាត់នៅតែមិនជឿហើយក៏មិនចាប់អារម្មណ៍ដូចគ្នាប៉ុន្តែពេលគាត់បានមកប្រឹក្សាផ្ទាល់ជាមួយវេជ្ជបណ្ឌិតច័ន្ទចរិយានៅ Alice Aesthetic Center រួចមកគាត់សម្រេចចិត្តថានឹងធ្វើ treatment នេះដោយមានជំនឿចិត្តនិងទំនុកចិត្តបំផុតពាក្យថា beauty នេះមួយសម្រាប់មនុស្សស្រីគឺមានអត្ថន័យណាស់អ្នកណាគេក៏ចង់ស្អាតដែរប៉ុន្តែស្របពេលដែលចង់ស្អាតក៏ត្រូវមានអារម្មណ៍ថាភ័យខ្លាចអត់ហ៊ានធ្វើទេអត់ហ៊ានសាក់លបងទេព្រោះធ្លាប់មានបទពិសោធន៍ពីមុនមកធ្វើទៅបែរជាអត់ទទួលបានលទ្ធផលអ្វីសោះអស់ទៅទាំងថវិកាហើយពេលខ្លះបែរជានាំទាំងបញ្ហាមកថែមលើសដើមទៀតអញ្ចឹងហើយបានខ្ញុំពិតជាចង់ចែករំលែកបងប្អូនណាស់ឲ្យបានដឹងថាការប្រឹក្សាមុននឹងធ្វើអ្វីមួយគឺពិតជាសំខាន់ហើយនៅទីនេះការប្រឹក្សាគឺមិនគិតថ្លៃសេវាទេអញ្ចឹងបើបងប្អូនមានបញ្ហាអាចមកប្រឹក្សាហើយសម្រេចចិត្តតាមក្រោយបានរឿងមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនដឹងគឺបងប្អូនកុំបារម្ភថាក្រោយពេលប្រឹក្សាជាមួយគាត់ហើយត្រូវតែសម្រេចចិត្តភ្លាមត្រូវតែទទួលសេវាកម្មខាងគាត់គឺអត់មានអញ្ចឹងទេអាចជឿជាក់លើខ្ញុំបានខ្ញុំហ៊ានធានាថាគ្រប់យ៉ាងការសម្រេចចិត្តគឺស្ថិតនៅលើបងប្អូនទេប៉ុន្តែគោលបំណងដែលខ្ញុំចង់ចែករំលែកចង់ណែនាំឲ្យបងប្អូនបានដឹងដែរនោះគឺការប្រឹក្សានៅទីនេះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់គឺផ្ដល់ឲ្យបងប្អូននៅចំណេះដឹងបន្ថែមឲ្យបងប្អូនស្វែងយល់ថាផលិតផលដែលបងប្អូនកំពុងប្រើប្រាស់គឺត្រឹមត្រូវហើយឬនៅនិងរឿងមួយទៀតដែលខ្ញុំចង់ចែករំលែកទៅបងប្អូនគឺរាល់ការប្រើប្រាស់ skin care មិនមែនយើងជាអ្នកសម្រេចចិត្តទេណាគឺវេជ្ជបណ្ឌិតដែលមានជំនាញជាអ្នកជ្រើសរើសឲ្យយើងទៅត្រឹមត្រូវនិងប្រកាសថាអត់មានសារធាតុធ្វើឲ្យស្បែកមុខយើងមានហានិភ័យទៅថ្ងៃក្រោយអានឹងហើយគឺជាគោលបំណងគឺជាអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានដឹងបាន aware ដែរពីព្រោះខ្ញុំពីមុនក៏ខ្ញុំអត់ដែលបានដឹងដូចគ្នាឥឡូវត្រឡប់មកមើលម៉ាក់ខ្ញុំវិញ footage ដែលខ្ញុំថតឲ្យបងប្អូនមើលនេះគឺជា process ដែលម៉ាក់ខ្ញុំធ្វើ treatment មួយនឹងហើយក៏ចង់បញ្ជាក់បងប្អូនដែរថាម៉ាក់ខ្ញុំទទួលសេវាកម្មនេះបានមួយរយៈអីចំពោះ final result បងប្អូន stay tuned ណាចាំខ្ញុំ update reveal ឲ្យបានឃើញថាស្បែកមុខគាត់ប្រសើរឡើងកម្រិតណាហើយពាក្យក្នុងចិត្តដែលខ្ញុំចង់និយាយនោះគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងខ្ញុំមិនមែនជាគាត់ទេប៉ុន្តែអារម្មណ៍មួយដែលដឹងថាបន្តិចទៀតយើងនឹងបានស្បែកមុខស្អាតមកវិញហើយខ្ញុំរំភើបប៉ុណ្ណឹងហើយចុះទម្រាំគាត់ទៀតតើគាត់រំភើបប៉ុណ្ណាទៅណ and last message ពីខ្ញុំ take care of your mom and treat her right ណាអរគុណជម្រាបលា